ជាអាក្រក់ខ្លាំងមែនទែនមុខមាត់ស្អាតបាតដែរតែបោកបានសូម្បីតែជនពិការហើយនេះគឺជាព័ត៌មានមួយដែលហួសចិត្តខ្លាំងមែនទែនកើតឡើងនៅក្នុងប្រទេសចិននារីជាជនរងគ្រោះមានឈ្មោះថាលីសាំងស៊ួនគាត់ពិការជើងតាំងពីឆ្នាំ2013ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍តែគ្រួសារគាត់មានជីវភាពធូរធារចឹងទោះបីកូនស្រីពិការមែនតែនៅតែយកចិត្តទុកដាក់ខ្វល់ខ្វាយនឹងនាងរហូតយូរឆ្នាំកន្លងផុតទៅនាងក៏បានស្គាល់ជាមួយបុរសម្នាក់តាមរយៈអនឡាញបុរសខាងលើនឹងមានតកូលថាលីនឹងបោកនាងថាគេគឺជាគ្រូពេទ្យវះកាត់ឥឡូវហ្នឹងក៏មុខតែវឹកហាត់ការងារនៅក្នុងមន្ទីរពេទ្យមួយកន្លែងហើយសាងស៊ួននេះគឺជាមនុស្សដែលងាយខ្លាំងមែនតើគេធ្វើល្អដាក់តាន់តិចចិត្តទុនជាមួយគេបាត់ណាមួយដោយសារតែនាងគិតថាខ្លួនឯងពិការផងចឹងក៏ប្រខ្លាំងមែនតើដែលមានអ្នកណាគេម្នាក់ហ៊ានដើរចូលក្នុងជីវិតរបស់នាងស្គាល់គ្នាមិនយូរប្រហែលពីរនាក់ហ្នឹងក៏ស្រឡាញ់គ្នាហើយខាងស្រីក៏មានផ្ទៃពោះខាងប្រុសក៏បានសុំខាងស្រីរៀបការធ្វើពិធីឡើងលយចាក៏ប៉ុន្តែខាងប្រុសនេះហាអត់មានបណ្ដាការឲ្យខាងស្រីទេដោយសារអីខ្លួនឯងក្រខ្លាំងពេកខាងស្រីនេះក៏អត់សូវយកចិត្តទុកដាក់អីប្រហែលដែរហើយក៏អត់សូវប្រវត្តិគេទៀតការបាន2 ខែខាងប្រុសទៅរើប៉ូលីសចាប់ពីបទចាប់រំលោភហើយខាងប្រុសបានសុំលុយពីប្រពន្ធយកលុយហ្នឹងទៅបំបត្តិរឿងក្តីមួយហ្នឹងរួចហើយក៏ចេញពីគុកហើយក៏ចេញពីមន្ទីរពេទ្យហ្នឹងដែរតែចេញពីពេទ្យហ្នឹងណាគេដេញចេញទេដោយសារពេទ្យហ្នឹងចេះតែលូកលាន់គេរហូតពេកតែប្រពន្ធនេះហាអត់ដឹងទេថាប្តីត្រូវគេដេញចេញដោយសារមូលហេតុហ្នឹងពួកអីប្តីប្រាប់ថាចេញពីពេទ្យហ្នឹងដោយសារអីគេចង់មានមុខរបរជារបស់ខ្លួនឯងអ្វីដែលសំខាន់អាប៉ែហ្នឹងអត់មានលុយទេរួចហើយក៏សុំលុយពីនាងជាបន្តបន្ទាប់ទាំងតែពេលហ្នឹងនាងកំពុងតែមានផ្ទៃពោះសុំឲ្យបានដេញនាងចេញពីផ្ទះទៀតពេលខ្លះក៏ប្រើអំពើហិង្សាដោយការវាយនាងអ្វីដែលសំខាន់អាប៉ែប្តីហ្នឹងបានឲ្យនាងទៅខ្ចីលុយគេដោយដាក់ឈ្មោះរបស់នាងខ្ចីលុយចំនួន$420,000ហើយនាងក៏បានធ្វើតាមពិតមែនថ្ងៃដែលកូននាងកើតគឺជាថ្ងៃដែលពីរនាក់ហ្នឹងបានលែងលះគ្នាខាងប្រុសបានយកលុយ400,000ហ្នឹងហើយក៏រត់គេចបាត់កាត់ផ្ដាច់ទំនាក់ទំនងគ្រប់បែបយ៉ាងឲ្យនាងដល់បំណុលនឹងចិញ្ចឹមកូនតែម្នាក់ឯងដល់ពេលគេធ្វើអញ្ចឹងដែរបាននាងដឹងខ្លួនថាខ្លួនឯងត្រឹមជាឧបករណ៍ដែលគេប្រើប្រាស់តែប៉ុណ្ណោះហើយរឿងថាអាប៉ែនឹងដេញចេញពីពេទ្យនាងដឹងក្រោយពេលដែលលែងលះទេសំខាន់អាប៉ែនឹងក៏រៀនពេទ្យអត់ចប់ដែរអ្វីគ្រប់យ៉ាងគឺបោកទាំងអស់អាហ្នឹងហើយមុនការអត់ចាប់អារម្មណ៍ទៅស៊ើបប្រវត្តិគេទេគេបោកគ្រប់បែបយ៉ាងនិយាយពីរឿងបំណុលនឹងដែរឥឡូវនេះកំពុងតែប្តឹងផ្ដាល់គ្នាហើយនាងក៏បានបង្ហោះរឿងមួយហ្នឹងចូលទៅក្នុងបណ្ដាញសង្គមផងដែរគោលបំណងគឺដើម្បីឲ្យអាប៉ែនឹងចេញមកដើម្បីដោះស្រាយរឿងបំណុលហ្នឹងហើយសប្តាហ៍ថ្ងៃនេះនាងចិញ្ចឹមកូនតែម្នាក់ឯងទេតែដោយសារប្រជាជនចិនអាណិតនាងជីមួយម៉ាយប្តីរត់ចោលចឹងហើយគឺតែងតែគាំទ្រនាងដោយការជួយតែងអាវ៉ាន់របស់នាងជាដើមចុះអ្នកទាំងអស់គ្នាវិញបន្ទាប់ពីស្ដាប់រឿងហ្នឹងហើយយល់យ៉ាងម៉េចដែរចំពោះបុរសម្នាក់នេះកុំភ្លេចខមមិនខាងខម